Ok នឹងឲ្យសួស្តីអ្នកគ្នាថ្ងៃផងដែរជួបជាមួយខ្ញុំបាទលីហ៊ូវ៉ៃធីជាងវីដេអូនេះផងដែរដូចគ្នាយើងឃើញនៅលើ title ឬ thumbnail ហ្នឹងគឺខ្ញុំនឹងមកធ្វើការប្រាប់គ្នាយើងពីឈុតអាវទុនសាយត្រៀមនឹងចេញថ្មីនេះយើងគឺឈុតសេរីចាស់ប៉ុន្តែវាទម្លាក់មកម្ដងទៀតគ្នាយើងហើយមុនឈានចូលទៅដល់ការប្រាប់ហ្នឹងបើសិនតែគ្នាយើងពេញចិត្តនៅវីដេអូនេះគ្នាយើងកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ផងដើម្បីផ្ដល់ជាកម្លាំងចិត្តមកខ្ញុំឲ្យខ្ញុំធ្វើវីដេអូថ្មីចែកជូនគ្នាយើងទេសនាបន្តទៀតចឹងណាហ្នឹងហើយចឹងកុំភ្លេចចុច subscribe ហើយបើរកដឹងផងតោះឥឡូវកុំឲ្យខាតពេល review ខ្ញុំចូលទៅប្រាប់គ្នាយើងតែម្ដងទៅថាតើឈុតអាវទុនសាយក៏ដូចជា skin ផ្សេងៗចេញនៅថ្ងៃណាខ្លះហ្នឹងហើយចឹង event ដំបូងដែលខ្ញុំចង់មក review ប្រាប់គ្នាយើងគឺជា style final shot មួយនេះគ្នាយើងដែលគ្នាយើងតែងតែនិយមហៅថា style បាញ់ផ្ដាច់ theme ចេញថ្មីណាចឹង style នេះផងដែរគឺគេនឹងទម្លាក់មកក្នុងស្វបរបស់យើងគឺនៅក្នុងយប់នេះម៉ោង3តែម្ដងចឹងគ្នាយើងដែលមានពេជ្រមានអីគ្នាយើងអាចត្រៀមពេជ្រត្រៀមអីចាប់បានហើយសម្រាប់គ្នាយើងដែលអត់មានពេជ្រទេគ្នាយើងបាច់ចាប់ក៏បានដែរដោយសារអីអត់មានពេជ្រទោះបីគ្នាយើងចង់ចាប់ក៏ចោលបានដែរខ្ញុំនិយាយលេងគ្នាយើងខ្ញុំនិយាយលេងអញ្ចឹងមកគ្នាយើងស្រឡាញ់គ្នាយើងត្រៀមពេជ្រត្រៀមអីចាប់ទៅយប់នឹងម៉ោង3គឺវានឹងធ្វើការចេញមកហើយបើសិនគ្នាយើងអត់ស្រឡាញ់គ្នាយើងបាច់ចាប់ក៏បានដែរតែខ្ញុំ recommend ឲ្យគ្នាយើងចាប់ណាដោយសារ style នេះគឺថាស្អាតមែនតើគ្នាយើងនៅពេលដែលយើងបាញ់គេដាច់ theme អញ្ចឹងទៅគឺវា load អាហងភ្លើងនឹងចេញមកគ្នាយើងនេះវា load មកស្អាតមែនតើគ្នាយើង style មួយហ្នឹងអញ្ចឹងមកគ្នាយើងចង់ដឹងយប់នេះម៉ោង3គ្នាយើងត្រៀមចាប់ហើយគ្នាយើងអាចចូលទៅតេស្តបានហ្នឹងហើយកន្លែងហ្នឹងគឺគេឲ្យតេស្តអញ្ចឹងណាគ្នាយើងអញ្ចឹងបើសិនគ្នាយើងតេស្តហើយគ្នាយើងគិតថាវាស្អាតហើយគ្នាយើងស្រឡាញ់គ្នាយើងចាប់បើសិនគ្នាយើងតេស្តហើយគ្នាយើងថាអត់ស្អាតទេអត់សូវស្រឡាញ់ទេអញ្ចឹងបាច់ចាប់ក៏បានដែរហ្នឹងហើយអូខេអញ្ចឹងការ review style មួយហ្នឹងក៏មានតែប៉ុណ្្នឹងដែរគ្នាយើងតោះឡើងទៅមើល event ជាបន្តទៀតហ្នឹងហើយហើយនេះគឺជា skin កំភ្លើង Evo ដែលត្រៀមនឹងចេញថ្មីគឺជា skin up level AUG គ្នាយើងហើយ skin នេះផងដែរគឺគេនឹងទម្លាក់មកក្នុងសរបស់យើងគឺនៅថ្ងៃទី2ខែ7ហ្នឹងតែម្ដងអញ្ចឹងគ្នាយើងដែលមានពេជ្រមានអីគ្នាយើងស្រឡាញ់ skin មួយហ្នឹងគ្នាយើងត្រៀមចាប់បានហ្នឹងហើយអញ្ចឹងថ្ងៃទី2ខែ7ហ្នឹងគឺវាធ្វើការទម្លាក់មកហើយទម្លាក់មកគឺទម្លាក់មកជាមួយនឹង skin Amplify Grosa ក៏ដូចជា P9 គ្នាយើងហើយគ្នាយើងអាចមកបាន effect របស់ skin AUG ហ្នឹងគឺថាស្អាតមែនតើអញ្ចឹងបើសិនតែគ្នាយើងចង់ដឹងកាន់តែច្បាស់គ្នាយើងចង់ឲ្យឃើញផ្ទាល់ភ្នែកគ្នាយើងចូលទៅក្នុង game ចូលទៅកន្លែងកំភ្លើង level គឺគ្នាយើងនឹងឃើញរូបរាង skin AUG មួយហ្នឹងហើយគឺគេទម្លាក់មកក្នុងកន្លែងកំភ្លើង level ហើយណាគ្នាយើងអញ្ចឹងនៅចាំតែ skin នេះចេញមកគឺយើងចាប់យកទៅ up ដើម្បីបាញ់តែម្ដងគ្នាហ្នឹងហើយអញ្ចឹងថា aim strength មែនទេហើយគ្នាយើង rate ឲ្យប្រមាណលើប្រមាណហើយ skin AUG មួយនេះគ្នាយើង complete comment ប្រាប់នៅខាងក្រោមផងហ្នឹងហើយអូខេអញ្ចឹងការ review skin មួយហ្នឹងក៏មានតែប៉ុណ្្នឹងឯងគ្នាយើងអត់មានច្រើនទេតោះឥឡូវយើងទៅមើល event ជាបន្តទៀតហ្នឹងហើយហើយនេះគឺជា Skywing ចេញថ្មីគ្នាយើង Skywing នេះផងដែរគឺខ្ញុំធ្លាប់ review រួចម្ដងហើយប៉ុន្តែអត់តាន់ដឹងថ្ងៃច្បាស់ចឹងណាឥឡូវនេះគឺខ្ញុំដឹងថ្ងៃចេញច្បាស់ហើយចឹងឥឡូវនេះខ្ញុំធ្វើការប្រាប់គ្នាយើងតែម្ដងចឹង Skywing មួយនេះផងដែរគឺគេនឹងធ្វើការទម្លាក់មកក្នុងស្វបយើងគឺនៅថ្ងៃទី8ខែ7យើងនឹងតែម្ដងចឹងគ្នាយើងដែលមានពេជ្រមានអីគ្នាយើងត្រៀមចាប់ហើយទៅ Skywing មួយហ្នឹងគឺថាស្អាតមែនតើយើងមាន Skywing មួយហ្នឹងគឺថាយើងអាចជិះបានមក team តែម្ដងណាហ្នឹងហើយមិនបាច់ឲ្យគ្នាយើងមាន Skywing ក៏បានដែរគឺថាមួយគេហៅថា4 in 1ណាគ្នាយើងហេលយកប់តែម្ដងនេះ Skywing មួយហ្នឹងគឺថាស្អាតមែនតើមានអានេះហែលបកាច់បកិនពីក្រោយហើយដល់ពេលយើងចុះឆាត់យកទៅគឺថាវាតោងទាំង4នាក់ហ្នឹងតែម្ដងគ្នាយើងចឹងគ្នាយើងពេញចិត្ត Skywing នៅប្រមាណ%គ្នាយើង comment ប្រាប់នៅខាងក្រោមផងហើយគ្នាយើងអ្នកដែលស្រឡាញ់គ្នាយើងអាចត្រៀមពេជ្រត្រៀមអីចាប់បានគឺនៅថ្ងៃទី8ខែ7ហ្នឹងគឺវានឹងធ្វើការទម្លាក់មកហើយអូខេអញ្ចឹងការ review Skywing ក៏មានតែប៉ុណ្្នឹងឯងតោះឥឡូវទៅមើល event ជាបន្តទៀតហ្នឹងហើយហើយនេះគឺជាគុជ Magic Cube ដែលគេនឹងត្រៀមទម្លាក់ឲ្យយើងលេងយកដោយ free តែម្ដងគឺចេញនៅថ្ងៃទី10ខែ7គ្នាយើងអញ្ចឹងគ្នាយើងអ្នកដែលចង់បានគុជ Magic Cube ហ្នឹងគ្នាយើងអាចត្រៀមលេងយកបានគឺនៅថ្ងៃទី10ខែ7គឺវានឹងធ្វើការទម្លាក់ឲ្យគ្នាយើងលេងយកទៅអស់គ្នាហើយបើសិនដល់ថ្ងៃហ្នឹងគ្នាយើងអត់ចេះលេងយកទេគ្នាយើងកុំភ្លេចចុចមកមើល channel របស់ខ្ញុំណាហើយ subscribe បើរួចដឹងហើយទៅដល់ថ្ងៃទី10ខែ7ហ្នឹងគឺខ្ញុំនឹងធ្វើការចេញវីដេអូប្រាប់គ្នាយើងពីរបៀបលេងយកគុជ Magic Cube ហ្នឹងហើយអញ្ចឹងកុំភ្លេច subscribe ហើយបើរួចដឹងផងនេះយើងហ្នឹងហើយនៅពេលដែលវីដេអូខ្ញុំផុសភ្លឹបគ្នាយើងនឹងឃើញមុនគេតែម្ដងហើយគុជ Magic Cube ដែលគេ free ឲ្យយើងហ្នឹងគឺគេមិនមែន free ជាដុំធំតែម្ដងទេគ្នាយើងគឺគេ free ជាកតិចដុំគុជ Magic Cube បែបនេះគេឲ្យយើងយកគ្រប់100ដើម្បីយកទៅបដូរអាគុជធំនឹងបានមួយហ្នឹងហើយអញ្ចឹងគ្នាយើងដែលលេង Free Fire គ្នាយើងដឹងហើយថាកតិចគុជ Magic Cube ហ្នឹងគេយកធ្វើអីហ្នឹងអញ្ចឹងអ្នកដែលលេង Free Fire បើអត់ដឹងថាកតិចគុជ Magic Cube គេយកធ្វើអីទៀតចប់ដល់ហ្នឹងហើយអូខេអញ្ចឹងការ review គុជ Magic Cube ហ្នឹងក៏មានតែប៉ុណ្្នឹងឯងគ្នាយើងតោះលេងទៅមើល event ជាបន្តទៀតហ្នឹងហើយ
ហើយនេះគឺជា event ចុងក្រោយគេហើយដែលខ្ញុំមក review ប្រាប់គ្នាយើងគឺជាឈុតទុនសាយមួយនឹងតែម្ដងហើយឈុតទុនសាយមួយនេះផងដែរគឺគេនឹងធ្វើការទម្លាក់មកក្នុងserver របស់យើងឲ្យគ្នាយើងចាប់ទាំងអស់គ្នាគឺនៅថ្ងៃទី11ខែ7យើងនឹងតែម្ដងគ្នាយើងហើយវាចេញមកមិនមែនចេញតែមួយឈុតទេគឺវាចេញមកចំនួនច្រើនឈុតមែនទែនទាំងអាសេរីចាស់អាសេរីថ្មីអាសេរីកណ្ដាលអាសេរីអីគឺថាចេញមកទាំងអស់តែម្ដងគ្នាយើងចឹងគ្នាយើងត្រៀមពេជ្រត្រៀមអីឲ្យទៅថ្ងៃទី11ខែ7យើងហ្នឹងគឺវានឹងធ្វើការទម្លាក់មកឲ្យគ្នាយើងចាប់យកទាំងអស់គ្នាតែម្ដងចឹងគ្នាយើង rate ឲ្យ event នេះប្រហែលលើប្រហែលដែរគ្នាយើង complete comment ប្រាប់នៅខាងក្រោមផងណាថាគ្នាយើងពេញចិត្ត event នេះប្រហែលភាគរយចឹងណាហ្នឹងហើយនៅក្នុងចំណោមឈុតទន្សាយទាំងអស់ហ្នឹងគ្នាយើងស្រឡាញ់ឈុតទន្សាយមួយណាដែរគ្នាយើង complete comment ប្រាប់នៅខាងក្រោមដូចគ្នាហ្នឹងហើយចឹងគ្នាយើងមើលទៅវាមិនមែនចេញតែមួយឈុតទេណាគឺវាចេញច្រើនឈុតមែនតើដល់ពេលវាចេញជាក់ស្ដែងគឺវាចេញច្រើនជាងនឹងទៀតគ្នាយើងចឹងការ review event ទាំងអស់ហ្នឹងក៏មានតែប៉ុណ្្នឹងឯងគ្នាយើងជាចុងក្រោយបើគ្នាយើងពេញចិត្តនៅវីដេអូនេះគ្នាយើង complete ជួយចុច like ក៏ដូចជាចុច subscribe ផងដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូថ្មីៗជាបន្តប្រាប់គ្នាយើងចឹងណាហ្នឹងហើយអូខេចឹងបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ